សម្រាប់ការថតវីដេអូនៅក្នុងកំឡុងពេលដែលខ្ញុំកំពុងធ្វើការយើងត្រូវប្រកាន់ភ្ជាប់នៅសិទ្ធិរបស់អ្នកដទៃផងដែរជាពិសេសគឺសិទ្ធិរបស់អ្នកជំងឺឬហៅថា patient rights ប៉ុន្តែបើសិនជាបងអូនធ្លាប់មើលវីដេអូខ្ញុំពីមុនមកណាវីដេអូដែលខ្ញុំថតភាគច្រើនហ្នឹងគឺមានតែរូបខ្ញុំហើយនិងក្រុមការងាររបស់ខ្ញុំដែលជាបុគ្គលិកធ្វើការជាមួយគ្នាហើយវីដេអូដែលខ្ញុំថតភាគច្រើនគឺបង្ហាញពីសកម្មភាពដែលខ្ញុំកំពុងធ្វើការតែម្ដងហើយគោលបំណងដែលខ្ញុំធ្វើវីដេអូនីមួយៗគឺចែករំលែកបទពិសោធន៍ការងារបង្ហាញពីស្តង់ដាររបស់មន្ទីរពេទ្យដែលពួកខ្ញុំកំពុងតែអនុវត្តរាល់ថ្ងៃហើយក៏ដូចជាការងារជា scrapner ឬជាបុគ្គលិកដែលបម្រើការនៅក្នុងបន្ទប់វះកាត់ហើយក៏ដូចជាចែករំលែកចំណេះដឹងទៅដល់បុគ្គលិកពេទ្យដែលធ្វើការនៅក្នុងបន្ទប់វះកាត់ដូចគ្នាទៅដល់បងប្អូនដែលមានបំណងចង់រៀនពេទ្យឬកំពុងសិក្សាជំនាញពេទ្យនិងទៅដល់ប្រជាពលរដ្ឋដែលគាត់មិនដែលឃើញបន្ទប់វះកាត់ពីមុនមកជាពិសេសគឺដល់គិលានុបដ្ឋាកទាំងអស់ដែលធ្វើការនៅផ្នែកផ្សេងៗទៀតដែលមិនមែនជាបន្ទប់វះកាត់ព្រោះជាបុគ្គលិកពេទ្យដូចគ្នាមែនតែអ្នកខ្លះគឺអត់ដែលចូលបន្ទប់វះកាត់ដែរហើយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយការងារជាគិលានុបដ្ឋាកគឺមានច្រើនផ្នែកផងដែរហើយមួយទៀតនៅពេលដែលយើងថតវីដេអូនៅជាមានអ្នកជំងឺនៅក្នុងហ្នឹងគឺខ្ញុំអត់ដែលលើកកាមេរ៉ាមកថតទេនិងសកម្មភាពក្នុងកំឡុងពេលវះកាត់មែនតែនអីក៏ខ្ញុំអត់ដែលថតដែរព្រោះពេលវះកាត់មែនតែនមិនមែនមានតែអ្នកជំងឺគេមានក្រុមការងារផ្សេងៗទៀតដូចជាវិជ្ជបណ្ឌិតក៏ច្រើនរូបផងដែរអញ្ចឹងអាពេលហ្នឹងក៏ខ្ញុំអត់ដែលថតហើយក៏វាជាសិទ្ធិរបស់ពួកគាត់ដែលយើងមិនគួរទៅថតពួកគាត់ដែរហើយមួយទៀតសម្រាប់មន្ទីរពេទ្យដែលខ្ញុំកំពុងធ្វើការរាល់ថ្ងៃហ្នឹងបើនិយាយមែនទៅគាត់ក៏ជាមន្ទីរពេទ្យដែលស្តង់ដារមួយដែរនៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងការចែករំលែកភាពស្តង់ដារនេះក៏ជាផ្នែកមួយដើម្បីធ្វើឲ្យវិស័យសុខាភិបាលរបស់យើងមានភាពអភិវឌ្ឍនិងជឿនលឿនជាងមុនផងដែរ